សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំមកធ្វើការបង្ហាញអំពីរបៀប remove ដើមឈើរបស់យើងចេញពី background អញ្ចឹងគឺរបៀប remove ហ្នឹងគឺងាយស្រួលទេមុនដំបូងគ្រាន់តែអ្នកគ្នាធ្វើការចុចទៅលើ layer របស់យើងហើយអ្នកគ្នាអូសមកដាក់កន្លែងស្នេហ៍លេខបូកមកបន្ទាប់ពីហ្នឹងគឺខ្ញុំធ្វើការចុច rename វាមួយខ្ញុំដាក់ថា remove background អូខេអញ្ចឹងបន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការចុចទៅលើ channel អញ្ចឹងបើអ្នកគ្នាអត់មាន channel ទេអ្នកគ្នាអាចធ្វើការបើកទៅលើ window ហើយយកពាក្យថា channel អញ្ចឹងគឺលោតដូចអ្វីដែលខ្ញុំបានធ្វើការបង្ហាញដល់អ្នកគ្នាអញ្ចឹងអូខេអញ្ចឹងបន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការចុចទៅលើពាក្យ blue នឹងមួយហើយអ្នកគ្នាអូសវាដាក់ខាងស្វែងលើបូកមកដើម្បី copy បានមួយទៀតអូខេអញ្ចឹងបន្ទាប់ពីប៉ុណ្្នឹងហើយអ្នកគ្នាអាចធ្វើការចូលទៅកាន់ image យកពាក្យថា adjustment ហើយយកពាក្យថា level បន្ទាប់ពីយើងមកធ្វើការចុចទៅលើ level ហើយគឺលើកជាទម្រង់បែបហ្នឹងអ្នកគ្នាអាចធ្វើការសេរីតាមអ្វីដែលខ្ញុំបានធ្វើការបង្ហាញមកឬក៏អ្នកគ្នាអាចធ្វើការសេរីរឿងខ្មៅដូចជារបស់ខ្ញុំតិចក៏បានដែរឲ្យរូបភាពរបស់យើងមើលទៅវាអាចស្អាតជាងរបស់ខ្ញុំអូខេឥឡូវខ្ញុំគិតថាយកប៉ុណ្ណេះចុះវាល្អចុចពីអូខេមួយបន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការចុចកន្លែង select ហ្នឹងហើយអ្នកគ្នាអាចធ្វើការចុចហ្នឹងមួយមកហើយអ្នកគ្នាអាចធ្វើការចុចទៅខាងលើ layer របស់យើងវិញអូខេអញ្ចឹងបន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការទាញ layer ដែលយើងធ្វើការ copy មិញអូខេលុបវាចោលមកហើយអ្នកគ្នាអាចធ្វើការចុចមក layer របស់យើងវិញហើយអ្នកទាំងអស់គ្នាអាចធ្វើការចុច add layer mask វាមួយអញ្ចឹងគឺទទួលបានរូបភាពមួយដែលយើងអាចធ្វើការលុប background ចោលហើយអូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺសូមបញ្ចប់ត្រឹមប៉ុណ្ណឹង